មនុស្សដំបូងធ្វើឲ្យខ្ញុំខកចិត្តនេះគឺជារឿងរ៉ាវរបស់នារីម្នាក់ដែលនាងបានផ្ញើសារមកកាន់ខ្ញុំស្ទើរតែមិនជឿសោះថាជីវិតរបស់នារីម្នាក់ជួបរឿងបែបនេះទាំងដែលខ្ញុំមិនស្គាល់ថាអ្វីជាស្នេហាហើយក៏មិននឹកស្មានថាអ្នកចូលមកកុហកថាស្រឡាញ់ខ្ញុំសោះតើអ្នកណាខ្លះជួបរឿងដូចខ្ញុំមនុស្សដំបូងមកកុហកថាស្រឡាញ់តែលទ្ធផលចុងក្រោយវាមិនស្រស់បំព្រងនោះទេបែរជាបន្សល់ទុកនៅការចងចាំដិតដាមនៅទង្វើដ៏អាក្រក់និងកុហករបស់គេម្នាក់នោះរឿងមួយដែលបានកើតឡើងរវាងមនុស្សពីរនាក់គឺបានដំណើរការនឹងកើតឡើងរួចទៅហើយកាលនោះខ្ញុំនិងគេបានស្គាល់គ្នាលើកដំបូងហើយគេតែងតែឆាតមកទំនាក់ទំនងនិយាយមកកាន់ខ្ញុំជារៀងរាល់ថ្ងៃគេតែងតែសួរនាំពីនេះពីនោះពីមួយថ្ងៃទៅមួយថ្ងៃគេហាក់បីដូចជាចង់ដឹងអំពីរឿងរ៉ាវរបស់ខ្ញុំនិងទង្វើរបស់ខ្ញុំខ្លាំងណាស់តែពេលនោះខ្ញុំមិនដឹងថាគេគិតអ្វីមកលើខ្ញុំទេឬនេះជាយុទ្ធសាស្ត្រញ៉ាយរបស់ប្រុសព្រានគេតែងតែខលមកព្យាយាមនិយាយជាមួយខ្ញុំជាញឹកញាប់តែខ្ញុំមិនបានចាប់អារម្មណ៍អំពីរឿងនេះទេគិតថាវាជារឿងធម្មតាគេតែងតែខលឬឆាតមកលេងខ្ញុំជារៀងរាល់ថ្ងៃហើយតែងតែសួរនាំអំពីខ្ញុំពេលមួយខ្ញុំស្ទើរតែមិនជឿសោះថាគេបានពោលពាក្យនិងប្រាប់អំពីអារម្មណ៍របស់គេមកកាន់ខ្ញុំហើយគេបានប្រាប់ថាគេស្រឡាញ់ខ្ញុំស្ថិតនៅក្នុងស្ថានភាពពេលនោះខ្ញុំគឺមិនទាន់ជ្រាបនឹងយល់អំពីរឿងស្នេហានោះទេតែមិននឹកស្មានថាក្រោយការព្យាយាមរបស់គេចំពោះការទំនាក់ទំនងមកកាន់ខ្ញុំស្រាប់តែធ្វើឲ្យចិត្តរបស់ខ្ញុំចាប់ផ្ដើមព្រួលប្រែទាំងដែរខ្ញុំមិនបានយល់ថាអ្វីទៅជាស្នេហាហើយខ្ញុំក៏មានចិត្តស្រឡាញ់ទៅលើគេវិញដោយការលងជឿខ្ញុំគិតថាគេជាមនុស្សដំបូងហើយដែលហ៊ាននិយាយពាក្យថាស្រឡាញ់ខ្ញុំស្រាប់តែពេលមួយនោះគេក៏បានសន្យានឹងខ្ញុំថាទោះបីជាមានរឿងអ្វីក៏ដោយក៏គេមិនទៅណាចោលខ្ញុំដែរនិយាយអំពីអារម្មណ៍របស់ខ្ញុំពេលនេះខ្ញុំកាន់តែមានភាពជឿជាក់ទៅលើគេហើយខ្ញុំគិតថាគេគឺជាមនុស្សស្មោះត្រង់ហើយស្រឡាញ់យើងតែម្នាក់លុះក្រោយមកទើបដឹងថាគេគឺជាមនុស្សកុហកមិនមែនជាមនុស្សស្មោះត្រង់នោះទេគ្រប់យ៉ាងដែលគេបានធ្វើគឺគ្រាន់តែជាល្បែងបោកបញ្ឆោតតែប៉ុណ្ណោះហើយការទំនាក់ទំនងកាន់តែឃ្លាតឆ្ងាយពីគ្នាបន្តិចម្ដងរហូតដល់លែងបានទំនាក់ទំនងជាមួយគ្នាបន្តនេះហើយជាមេរៀនសម្រាប់ខ្ញុំនិងសម្រាប់មនុស្សទូទៅមួយចំនួនកុំឆាប់លងជឿនឹងសម្ដីរបស់មនុស្សដែលពោលពាក្យផ្អែមលោលេងល្បែងស្នេហាជាមួយយើងចាប់ពីពេលនោះមកវាបានផ្ដល់នូវការចងចាំសម្រាប់ខ្ញុំហើយខ្ញុំមិនជឿជាក់លើនរណាម្នាក់ទៀតទេលុះក្រោយមកខ្ញុំក៏ទុកស្នេហានៅមួយឡែកមិនឆាតលេងជាមួយនឹងបុរសណាទៀតទេការពិតត្រូវបានលាតត្រដាងតាមរយៈការកុហកបោកប្រាស់មិនអាចលាក់ចិត្តជារៀងរហូតទេយូរទៅអ្វីៗក៏ចាប់ផ្ដើមព្រួលប្រែសារដែលធ្លាប់តែតបភ្លាមក៏ចាប់ផ្ដើមរសាត់បាត់ឆ្ងាយការបារម្ភដែលធ្លាប់មានចាប់ផ្ដើមคล้ายទៅជាការឈឺចាប់និងធុញទ្រាន់នៅពេលដែលខ្ញុំដឹងថាអ្វីដែលគេធ្លាប់និយាយមកកាន់ខ្ញុំគេធ្លាប់និយាយទៅកាន់អ្នកផ្សេងដូចគ្នានៅពេលដែលខ្ញុំដឹងថាគេគ្រាន់តែប្រើខ្ញុំជាចំណត់បណ្ដោះអាសន្នទឹកចិត្តរបស់ខ្ញុំកម្លាំងចិត្តរបស់ខ្ញុំហាក់បីដូចជាធ្លាក់ចុះយ៉ាងខ្លាំងសំណួរដែលពិបាកបំផុតនៅពេលនោះគឺហ
ហេតុអ្វីបើមិនស្រឡាញ់ហេតុអ្វីត្រូវកុហកការឈឺចាប់មិនមែនដោយសារការបែកបាក់ទេប៉ុន្តែវាឈឺចាប់ដោយសារការបាត់បង់នៅទំនុកចិត្តមនុស្សដែលយើងធ្លាប់ទុកចិត្តបំផុតបែរទៅជាមនុស្សចាក់យើងចំចំណុចខ្សោយនឹងធ្វើឲ្យយើងធ្លាក់និងបាត់បង់នៅទំនុកចិត្តទៅកាន់អ្នកផ្សេងដូចគ្នានេះគឺជាមេរៀនមួយសម្រាប់ខ្ញុំនិងសម្រាប់មិត្តអ្នកស្ដាប់ទាំងអស់គ្នាដល់ពេលនេះខ្ញុំចង់អរគុណទៅកាន់មនុស្សដំបូងដែលកុហកថាស្រឡាញ់ខ្ញុំអរគុណដែលបានបង្រៀនខ្ញុំឲ្យដឹងថាពាក្យសម្ដីមិនសំខាន់ស្មើនឹងសកម្មភាពមនុស្សអាចនិយាយអ្វីក៏បានប៉ុន្តែសកម្មភាពគឺបញ្ជាក់ការពិតគ្រប់គ្នាត្រូវចាំថាគួរតែកុំប្រកល់បេះដូងទៅឲ្យគេទាំងស្រុងទុកកន្លែងខ្លះសម្រាប់ស្រឡាញ់ខ្លួនឯងដើម្បីពេលគេចាក់ចេញទៅយើងសល់កម្លាំងដើម្បីបន្តដំណើរទៅមុខទៀតស្នេហាពិតមិនមែនជាការបង្ខំឬការសម្ដែងបើវាជាស្នេហាពិតវានឹងធ្វើឲ្យយើងមានសន្តិភាពនិងសប្បាយរីករាយនៅក្នុងចិត្តមិនមែនជាការភ័យខ្លាចឬមន្ទិលសង្ស័យនោះទេសម្រាប់អ្នកដែលកំពុងស្ថិតនៅក្នុងស្ថានភាពដូចខ្ញុំកាលពីមុនសូមចាំថាការដែលគេមិនស្រឡាញ់យើងមិនមែនមានន័យថាយើងគ្មានតម្លៃនោះទេគ្រាន់តែយើងមិនទាន់ស័ក្តិសមនឹងទទួលបានបេះដូងដ៏ស្មោះពីនរណាម្នាក់តែប៉ុណ្ណោះអរគុណសម្រាប់ការស្ដាប់រឿងរ៉ាវរបស់ខ្ញុំតាំងពីដើមដល់ចប់តើអ្នកធ្លាប់ជួបមនុស្សដែលកុហកបែបនេះដែរឬទេហើយអ្នកងើបឈរឡើងវិញដោយរបៀបណាសូមធ្វើការចែករំលែកនៅក្នុង comment ខាងក្រោមសូមអរគុណ